ជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះខឹមជំមេងមកពីក្រុម SU35 ហើយដែលខ្ញុំមកធ្វើការងារពាក់ព័ន្ធជាមួយនឹង user management ដែលយើងមាន document មួយសម្រាប់ធ្វើការ check មើលបណ្ដាធ្វើការងារនៃបណ្ដាហើយជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលលោកគ្រូឬក៏ជា requirement មួយចំនួនដែលលោកគ្រូបានផ្ដល់ឲ្យអឺជាចំណុចចាប់ផ្ដើមខ្ញុំនឹងធ្វើការ log in នៃ user របស់ខ្ញុំអឺជំនួយ password អូខេចឹងមានន័យថាលើកនេះយើងបាន log in successful ហើយចឹងបងខ្ញុំនឹង check មើល location របស់ខ្ញុំថាខ្ញុំនៅទីណាព្រោះច្រឡំ check មើល user របស់ខ្ញុំថាខ្ញុំប្រើដល់ user អីគឺ user ឃើញពីមិនដែលជា user ដែលខ្ញុំបានធ្វើការ check នៅមិញហ្នឹងហើយបន្ទាប់មកទៀតខ្ញុំនឹងធ្វើការ check មើលនៅ location របស់ខ្ញុំ PWD ដើម្បីចង់ដឹងថាខ្ញុំនៅទីណាឥឡូវហ្នឹងអូខេខ្ញុំស្ថិតនៅក្នុង home ស្ថិតនៅក្នុង user ឃើញចំណេញហ្នឹងមកទៀតខ្ញុំនឹងចាប់ផ្ដើមធ្វើការបង្កើតជា user ថ្មីមួយដែលបង្កើត user ថ្មីមួយ create user include home and bar script អញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើការបង្កើតនៅ user ថ្មី sudo user add .s win bash អញ្ចឹងខ្ញុំដាក់ user ថ្មីរបស់ខ្ញុំឈ្មោះថា William ចុះអញ្ចឹងគឺគេទាមទារឲ្យខ្ញុំវាយ password user ដែលខ្ញុំកំពុងឈរជើងនៅលើហ្នឹងអូខេអញ្ចឹងយើងសាក set password ទៅឲ្យ user ថ្មីទៅ sudo p pass w wd ឲ្យ William អញ្ចឹងយើងដាក់ password ឲ្យដូច password ដែល user ចាស់ទៅស្រួលងាយស្រួលចាំអូខេ retype password អូខេអញ្ចឹងយើងបានដាក់ password របស់យើងហើយអញ្ចឹងយើងចូលមកកាន់លក្ខខណ្ឌមួយទៀតគឺ switch ទៅកាន់ user ថ្មីអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើការ switch ទៅកាន់ user ថ្មីគឺ su William password អូខេអញ្ចឹងចាំមើលថាយើង login បាន successful យើងអាច check នៅគណនីបានគឺនឹងឃើញ user របស់យើងអញ្ចឹងយើងនឹង check មើល user យើងដើម្បីឲ្យពិតជាក់លាក់ UMI ម្ដងទៀតគឺ user William ហ្នឹងឯងហើយយើងនឹង check មើល location របស់យើងនៅក្នុង user ថ្មីរបស់យើង PWD អូខេ home អញ្ចឹងយើងដកថយមក step នៃ location របស់យើងមក CD សញ្ញាទឹកកឡុកមួយមកអញ្ចឹងយើងសាក check មើលម្ដងទៀតវាមានបញ្ហាមួយចំនួន PC វិញសិនចឹងយើងចូល user ថ្មីយើងម្ដងទៀតដោយសារមុននេះខ្ញុំវាយ comment ខុស so William password ហើយជាមួយនឹង cd សញ្ញាទឹកក្រឡុកខ្ញុំវិញខ្ញុំបានវាយសញ្ញា config ចឹងយើងនឹងឃើញ user បើយើងចេញមួយ step ទៀតចឹងយើងវាយ PWD មកអូខេគឺចឹងយើងឃើញ home William របស់យើងហើយតមកទៀតយើងនឹង
តមកទៀតយើងនឹងចូលមកកាន់ចំណុចទី7គឺបង្កើត folder ថ្មីមួយនឹង ls បង្ហាញអញ្ចឹងយើងនឹងធ្វើការបង្កើតនៅ folder mkdir folder មួយតមកទៀតយើង enter ទៅហើយយើង ls វាទៅដើម្បី check មើល list របស់វាគឺយើងនឹងបានឃើញ folder ពីរនៅក្នុងហ្នឹងគឺ folder ធម្មតាមួយហើយនិង folder 1មួយដែលយើងបានបង្កើតមិញហ្នឹងតមកទៀតយើងចាក់ចេញពី user ថ្មីទៅកាន់ user ដើមរបស់យើងដោយប្រើ command exit ហើយយើង check មើល UMI ម្ដងទៀតថាតើយើងចាក់ចេញហ្នឹង success នៅអូខេអញ្ចឹងយើងចូលមកកាន់ user ឃើញជាវិញមួយយើងវិញហើយលេខស្ថិតនៅក្នុង user William ទៀតហើយតមកទៀតយើងនឹងធ្វើការបង្ហាញ user ទាំងអស់នៅតាម comment page/etc/passwd ចឹងយើងវាយទៅ etc/etc/passwd ចឹងយើងនឹងឃើញនៅ user របស់យើងដែលមានចឹងខ្ញុំមានប៉ុណ្ណឹងលោកគ្រូអរគុណ